បាទហ្នឹងហើយសម្រាប់មិត្តយើងអ្នកដែលទៅតែនឹងចេះលេងFacebook ថ្មីតោះយើងទៅធ្វើការដូរនៅគេហៅថារូប profile Facebook របស់យើងទាំងអស់គ្នាក្នុងការដូររូប profile របស់យើងដោយមិនអោយមិត្តរបស់យើងដឹងឬក៏មិនអោយគេហៅថាទឿននៅឲ្យមិត្តរបស់យើងដឹងតោះដើម្បីកុំឲ្យយឺតពេលយូរយើងទៅមើលទាំងអស់គ្នាក៏ប៉ុន្តែមុននឹងយើងទៅមើលហ្នឹងបងប្អូនទាំងអស់គ្នាជួយធ្វើការចុច follow ម្នាក់មួយផងមិត្តទាំងអស់គ្នាបាទហ្នឹងហើយជំហានដំបូងយើងធ្វើការចូលមកកាន់កន្លែង app Facebook របស់យើងមកបាទយើងធ្វើការចុចមកបាទហើយក៏បន្ទាប់មកទៀតហ្នឹងគឺយើងធ្វើការចុចចំត្រង់កន្លែងរូប profile Facebook របស់យើងមកបាទបន្ទាប់មកទៀតយើងចុចចំត្រង់កន្លែងរូប profile របស់យើងបន្ទាប់មកទៀតយើងមើលមកខាងក្រោមត្រង់កន្លែងពាក្យថាជ្រើសរើសរូបភាពព័ត៌មានផ្ទាល់ខ្លួនបាទយើងធ្វើការចុចមកបាទហើយក៏ស្រេចតែមិត្តយើងទាំងអស់គ្នាទេយើងធ្វើការជ្រើសរើសរូបណាក៏បានដែរដែលយើងគិតថាស្អាតឬក៏សង្ហាអញ្ចឹងខ្ញុំគ្រាន់តែជាឧទាហរណ៍ឲ្យមិត្តយើងមើលទេណាបាទយើងធ្វើការជ្រើសរូបភាពមកខ្ញុំធ្វើការជ្រើសរូបស្រីស្អាតនេះចុះបាទហើយក៏បន្ទាប់មកទៀតគឺយើងធ្វើការចុចចំកន្លែងសញ្ញា4ជ្រុងនេះយើងធ្វើការសរេមិត្តទាំងអស់គ្នាសរេឲ្យវាត្រឹមត្រូវមកបាទបែបនេះបាទហ្នឹងហើយសរេមកបាទហើយក៏បន្ទាប់ពីយើងសរេរួចហើយបាទរួចរាល់ហើយយើងចុចទៅខាងលើបាទហើយក៏ចំណុចនេះគឺជាចំណុចដែលសំខាន់មិត្តណាដែលគេហៅថាភ្លេចចុចខាងក្រោមនេះណាព្រោះបើសិនជាយើងភ្លេចចុចដកគ្រីសខាងក្រោមនេះចាញ់បានន័យថាយើងនឹងអាប់ដូរ profile របស់យើងហ្នឹងគឺចែងទឿនដល់មិត្តយើងទាំងអស់គ្នាគ្រប់គ្នាបើសិនជាយើងមានមិត្តច្រើនក៏ទឿនទាំងអស់គ្នាបាទបើអញ្ចឹងយើងធ្វើការចុចដកគ្រីសនេះមកបាទហ្នឹងហើយខាងក្រោមនេះបាទបន្ទាប់ពីយើងដកគ្រីសរួចហើយបងប្អូនមើលទៅខាងលើត្រង់កន្លែងខៀវពាក្យថារក្សាទុកចុចមកបាទនេះគឺជាការរួចរាល់ហើយក៏ប៉ុន្តែបើសិនជាយើងចង់ឃើញភ្លាមយើងមើលទាំងអស់គ្នាបាទមិត្តទាំងអស់គ្នាឥឡូវឡើងមកហើយបាទហ្នឹងហើយមិត្តទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះឯងបើសិនជាមិត្តណាគិតថាវីដេអូនេះមានប្រយោជន៍ជួយធ្វើការចុច follow ម្នាក់មួយផងបាទ